ជំរាបសួរសួស្តីប្រិយមិត្តទាំងឡាយតែជាទាំងឆ្ងាយទៅថ្មីទាំងចាមិនមកទៀតហើយណាហេតុមាននឹងមកសម្រាប់ជាបន្តនៅរឿងភាគរបស់យើងទៀតដូចនេះក៏ឲ្យបងអូនរងចាំយូរចូលមកតាមដានទស្សនាទាំងអស់គ្នាតែម្ដងទៅកាលពីចុងភាគមុនប្រធានក្រុមបានដកយកកន្សែងដៃនឹងយកមកបង្ហាញនៅចំពោះមុខរបស់ហាន់សែមតែម្ដងរួចមកប្រធានក្រុមក៏បាននិយាយថាតើឯងកំពុងតែរកវាតាមមែនទេយើងគឺជាអ្នកធ្វើយើងគឺជាអ្នកសម្លាប់អ្នករាល់គ្នានិយាយអញ្ចឹងហើយប្រធានក្រុមក៏បានលើកដៃទាំងសងខាងរបស់គាត់ហ្នឹងទៅឲ្យហាន់សែមដាក់ខ្នោះហាន់សែមវិញគេចង់ជឿបន្តិចអត់ចង់ជឿបន្តិចយ៉ាងណាក៏ដោយក៏គេហ្នឹងនៅតែដាក់ខ្នោះទៅកាន់ប្រធានក្រុមហ្នឹងដដែលអ្នករួមក្រុមវិញពេលដែលបានឃើញបែបនេះពួកគេឡើងនាំគ្នាឆ្ងល់ទេហើយពីរអ្នកហ្នឹងនាំគ្នាធ្វើស្អីហើយមិនបានទៅជាដាក់ខ្នោះគ្នាឯងអញ្ចឹងបន្តមកទៀតមកប្រធានក្រុមក៏ត្រូវចូលទៅកាន់បន្ទប់សាកសួរចម្លើយហាន់សែមគេសួរសំណួរអត់ចង់កើតទេគេនៅតែចង់គិតថាឃាតករគឺមិនមែនជាប្រធានក្រុមបើទោះបីជារាល់ភ័ស្តុតាងហ្នឹងចង្អុលទៅកាន់ប្រធានក្រុមទាំងអស់ក៏ដោយចុះអ្វីទៅបើតែអញ្ចឹងមែនប៉ុន្តែប្រធានក្រុមនៅតែអះអាងថាខ្ញុំប្រាប់ឯងតើកុំឲ្យជឿមនុស្សណាទាំងអស់រហូតដល់ចាប់ករណីស្រួលបួលហាន់សែមក៏បានសួរតើវាជាល្បែងរបស់លោកឬលោកលេងជាមួយខ្ញុំមកឡើងមកទស្សវត្សអញ្ចឹងប្រធានក្រុមក៏តបថារយៈពេល10ឆ្នាំលឿនមែនតើត្រូវហើយយើងគឺជាអ្នកសម្លាប់មនុស្សទាំងអស់នោះមានហ្គាងយ៉ុនពូរបស់អ៊ីណាមីយ៉ុងជីមុកយ៉ុនស៊ូហើយនឹងឆលជីនអូយើងអត់បានសម្រាប់ជីមុកដោយផ្ទាល់ដៃឡើយហើយយើងក៏ជាអ្នកផ្ញើប្រាថ្នាទាំងអស់នោះទៅកាន់អ៊ីណាអរិយឯហាន់សែមក៏សួរទៀតហើយអ្វីបានជាលោកសម្រាប់ពួកគេទាំង5នាក់ប្រធានក្រុមក៏ស្រាប់តែនិយាយថាខ្ញុំនឹងឆ្លើយសំណួរនេះប៉ុន្តែសូមឯងឲ្យអ្នកសារព័ត៌មានមកជាមុនមកខ្ញុំនឹងពន្យល់គ្រប់យ៉ាងដែលបានកើតឡើងរួមទាំងអ្នកដែលខ្ញុំមិនតបបានសម្រាប់នៅឡើយទៀតនិយាយដល់កន្លែងហ្នឹងហាន់សែមក៏បានសួរចុះហេតុអ្វីបានជាលោកមកចូលខ្លួនក្រែងនៅសល់មនុស្ស3នាក់ទៀតដែលលោកត្រូវសម្រាប់ជាបន្តអីប្រធានក្រុមក៏ឆ្លើយយ៉ាងធូរខ្ញុំគិតថាខ្ញុំហត់ហើយបន្ទាប់ពីហ្នឹងមកយើងក៏បានឃើញប៉ូលីសយ៉នចូលមកជួបនឹងប៉ូលីសដង្ហូដែលគាត់បានសួរថាឯងគិតថាវាស័ក្តិសមដែរប្រធានក្រុមហ្នឹងទៅសម្រាប់ពូរបស់អ៊ីណាអញ្ចឹងប៉ូលីសដង្ហូក៏និយាយវិញថាយើងអត់ទាន់ជឿច្បាស់ទេចម្លើយរបស់គាត់មិនបានន័យថាគាត់មិនបានគិតទេថាប្រធានក្រុមគឺជាឃាតករ 100% នោះឥឡូវយើងក៏លេងមកកាន់ក្រុមប៉ូលីសមួយចំនួនវិញពួកគេបានមកកាន់ផ្ទះរបស់ប្រធានក្រុមលុះពេលដែលពួកគេបានមកដល់ហើយពួកគេក៏ស្រាប់តែឃើញមានក្មេងៗ 4-5 នាក់មានទាំងស្រីមានទាំងប្រុសដែលពួកគេហ្នឹងបានដើរចេញពីបន្ទប់មកទេហើយមិនបានទៅជាអញ្ចឹងវិញចំណែកឯនៅឯប៉ូលីសអ៊ីណានាងក៏បានចូលទៅជួបនឹងប្រធានក្រុមម្ដងចូលមកដល់ភ្លាមនាងក៏និយាយថារីករាយដែលបានជួបលោកប្រធានក្រុមមកឡើងឆ្ងល់បារោយគាត់ក៏សួរថាមានអីដែលត្រូវរីករាយដែលបានជួបខ្ញុំនោះអ៊ីណាក៏បានរៀបរាប់ប្រាប់10ឆ្នាំហើយដែលខ្ញុំព្យាយាមយ៉ាងលំបាកលំបិនដើម្បីតែចងចាំនៅយកកើតហេតុនោះមានពេលខ្លះទៅខ្ញុំថែមទាំងគិតទៀតថាខ្ញុំគឺជាអ្នកសម្លាប់ពូខ្លួនឯងប៉ុន្តែនៅទីបំផុតឥឡូវនេះខ្ញុំក៏បានជួបឃាតករពិតប្រាកដនេះគឺជាមូលហេតុដែលខ្ញុំរីករាយនឹងបានជួបលោកហើយថានៅយប់ដែលពូខ្ញុំស្លាប់នោះតើលោកដឹងថាខ្ញុំនឹងបង្ហាញខ្លួនដែរទេប្រធានក្រុមក៏បានឆ្លើយតបវាមិនមែនស្ថិតនៅក្នុងគម្រោងរបស់ខ្ញុំឡើយអ៊ីណាក៏បានសួរតទៀតតើលោកកំពុងតែគិតអីទៅពេលដែលលោកឈរនៅពីក្រៅខ្ញុំសំណួរមួយនេះមិនបានធ្វើឲ្យប្រធានក្រុមហ្នឹងឆ្លើយអ្វីឡើយគាត់បានត្រឹមតែសម្លឹងមុខរបស់អ៊ីណាតែប៉ុណ្ណោះអញ្ចឹងទៅអ៊ីណានាងក៏បានសួរថែមមួយទៀតហើយអ្វីបានជាលោកមិនសម្រាប់ខ្ញុំចោលដែរទៅប្រធានក្រុមគាត់សុំអនុញ្ញាតអ្វីទៀតទេគាត់នឹងចាំឲ្យចម្លើយលំអិតពេលដែលខាងប៉ូលីសហ្នឹងហៅអ្នកសារព័ត៌មានមកជួបនឹងគាត់រីឯអ៊ីណាវិញនាងក៏លែងសួរដេញដោលអ្វីទៀតដែរឥឡូវយើងនាំគ្នាមកស្ដាប់ជីវប្រវត្តិសង្ខេបរបស់ប្រធានក្រុមបន្តិចគឺប៉ារបស់គាត់បានចែកថាដោយសារតែជំងឺពេលដែលប្រធានក្រុមហ្នឹងមានអាយុ5ឆ្នាំលុះបាន2ឆ្នាំក្រោយម្ដាយរបស់ប្រធានក្រុមក៏បានបោះបង់គាត់ចោលប្រធានក្រុមក៏ត្រូវរស់នៅឯមណ្ឌលកុមារកំព្រារហូតតែគាត់ហ្នឹងធំពេញវ័យគាត់ក៏មិនមានបងប្អូនកូនក្មួយអ្វីទាំងអស់ហើយនៅផ្ទះប្រធានក្រុមហ្នឹងដែរគាត់គឺមិនបានរស់នៅទេប៉ុន្តែគាត់បែរជាឲ្យក្មេងកំព្រាឯទៀតហ្នឹងគឺជាអ្នករស់នៅជំនួសដែលពួកគេទាំងអស់នោះគឺសុទ្ធតែគ្មានកន្លែងដែលត្រូវទៅបន្ទាប់ពីខាងប៉ូលីសបានស្ដាប់ការរៀបរាប់នឹងចប់ហើយហានសែមក៏មានជាចម្ងល់មួយហើយអ្វីបានជាប្រធានក្រុមចង់ឲ្យហៅអ្នកសារព័ត៌មានមកជួបនឹងគាត់អ៊ីណានាងក៏បានសួរឲ្យឆ្ងល់ថែមទៀតចុះបើសិនជាពួកយើងហៅសារព័ត៌មានមកមែនហើយពួកយើងក៏អនុញ្ញាតឲ្យគាត់និយាយជាសាធារណៈតើនឹងមានរឿងកាន់តែអាក្រក់អ្វីដែលនឹងកើតឡើងនេះមិនមែនជាខេសធម្មតាទេខ្ញុំគិតថាពួកយើងគួរតែធ្វើសន្និសីទកសែតខ្លាំងៗទៅបន្ទាប់ពីការប្រជុំនឹងចប់ហានសែមក៏បានចេញមកជួបនឹងប្រធានក្រុមម្ដងទៀតគេបាននិយាយឡើងថាខ្ញុំសាកគិតថាលោកគឺជាឃាតករមែនប៉ុន្តែខ្ញុំរកមិនឃើញពីមូលហេតុអ្វីទាល់តែសោះវាដូចជាគ្មានស្អីលុតចូលមកក្នុងខួរក្បាលរបស់ខ្ញុំអីសូម្បីតែបន្តិចរួចមកហានសែមក៏បានរំលឹកអនុស្សាវរីយ៍ដែលពួកគេធ្វើការជាមួយគ្នាឡើង10ឆ្នាំនេះប្រធានក្រុមគឺជាមនុស្សដែលគួរឲ្យគោរពម្នាក់គាត់មានសន្តានចិត្តល្អខ្លាំងណាស់ហើយចុះហេតុអ្វីទៅហេតុអ្វីបានជាគាត់ចូលខ្លួនមកសារភាពថាគាត់គឺជាឃាតករប្រធានក្រុមក៏បាននិយាយវិញកុំធ្វើឲ្យរឿងរ៉ាវកាន់តែញ៉ៃញ៉ៃអីដល់ពេលហើយលោកនឹងយល់លោកគ្រាន់តែហៅអ្នកសារព័ត៌មានមកជួបខ្ញុំទៅបន្ទាប់មកប្រធានក្រុមគឺលែងនិយាយអ្វីទាំងអស់រីឯអ៊ីណានេះវិញយើងបានឃើញនាងមកកាន់អូតែលមកកន្លែងវាគឺជាទីកន្លែងរស់នៅពិតប្រាកដរបស់ប្រធានក្រុមបន្ទប់ដែលគាត់រស់នៅគឺតូចចង្អៀតមួយហើយក្នុងហ្នឹងគឺមានសុទ្ធតែរូបថតរបស់គាត់ដែលបានថតជាមួយនឹងក្មេងកំព្រាឯទៀតនិយាយទៅប្រ
ប្រធានក្រុមហ្នឹងគឺមានតំណែងតំណងល្អចំណុចក្មេងកំព្រានណាគាត់តែតែជួយផ្ចង់ផ្ដើមឲ្យពួកគេហ្នឹងមានការងារល្អធ្វើអ្នកខ្លះទៅហ្នឹងក៏បានរៀបការបង្កើតជាគ្រួសារមួយត្រឹមត្រូវទៀតផងក្នុងបន្ទប់ប្រធានក្រុមហ្នឹងដែរគាត់ក៏មានចិញ្ចឹមកូនត្រីមួយនៅក្នុងថូតូចម្ល៉េះហើយអ៊ីណាក៏បានយកថូត្រីហ្នឹងមកកាន់ផ្ទះរបស់ហាន់សែមតែម្ដងនាងយកកូនត្រីហ្នឹងមកជួយចិញ្ចឹមជំនួសព្រោះអីខ្លាចតែថាកូនត្រីហ្នឹងងាប់ដោយសារតែប្រធានក្រុមអាឡែងតែជាប់នៅប៉ុស្តិ៍ប៉ូលីសហ៎ឯហាន់សែមវិញគេជឿក្បាលឡើងចង់ផ្ទុះហើយគេក៏បានសួរទៅកាន់អ៊ីណាតើនាងគិតថាប្រធានក្រុមគឺជាឃាតករដែរមែនទេតើគេគឺជាមនុស្សដែលឈរនៅពីក្រោយនាងការនិយមនោះមែនអ៊ីណាអត់បានឆ្លើយទេប៉ុន្តែនាងក៏បែរជាសួរវិញចុះបើសិនជាមិនមែនជាគាត់ហាន់សែមក៏បាននិយាយថាហេតុអីបានជាខ្ញុំមានអារម្មណ៍ថាការសារភាពរបស់គាត់គ្រាន់តែជាទង្វើដែលធ្វើបាបខ្លួនឯងអ៊ីណានាងខ្ជិលឆ្លើយណាម្យ៉ាងនាងក៏មិនបានដឹងចម្លើយដែរនាងក៏បាននាំហាន់សែមហ្នឹងមកកាន់មណ្ឌលកុមារកំព្រាមួយដែលនៅហ្នឹងគឺប្រធានក្រុមតែងតែដូនេតឲ្យរហូតបរិសម្នាក់ដែលធ្វើការនៅទីនេះគាត់ធ្លាប់ជាមិត្តជាមួយនឹងប្រធានក្រុមតាំងពីពួកគេនៅតូចៗមកម៉ែបរិសម្នាក់ហ្នឹងក៏បានរៀបរាប់ថាពេលដែលពួកគេឈានចូលដល់វ័យ18ឆ្នាំប្រធានក្រុមក៏បានចាក់ចែងទៅរកការងារធ្វើរីឯគាត់វិញក៏បន្តធ្វើការនៅទីនេះហើយពួកគេទាំងពីរក៏បានតំណែងតំណងគ្នាឡើងវិញពេលដែលប្រធានក្រុមហ្នឹងបានចូលរៀនធ្វើជាប៉ូលីសការនៅក្មេងប្រធានក្រុមហ្នឹងគឺជាមនុស្សអៀនច្រើនណាស់និយាយទៅគឺជាមនុស្ស introvert ប៉ុន្តែពេលដែលប្រធានក្រុមហ្នឹងបានចូលធ្វើជាប៉ូលីសទាំងអត្តចរិតហើយនឹងរកពីគឺប្លែកមែនតើមើលទៅគឺឡើងមាំមួនហើយការដែលប្រធានក្រុមហ្នឹងធ្វើជាប៉ូលីសគេហាក់ដូចជាមានគោលបំណងយ៉ាងមុតមាំមួយដោយប្រធានក្រុមហ្នឹងចង់តាមរកមនុស្សម្នាក់លើអញ្ចឹងទៅហាន់សែមក៏បានសួរកាតតើលោកមានគំនិតគិតថាប្រធានក្រុមហ្នឹងស្វែងរកអ្នកណាគេដែរទេបរិសម្នាក់នោះក៏បានឆ្លើយតបវាគឺជារឿងឯកជនខ្ញុំសូមមិននិយាយអ្វីឡើយហាន់សែមក៏បាននិយាយរៀងខ្លាំងឯកជនអីគេទៀតមានជនរងគ្រោះដល់ទៅ6នាក់ទៅហើយអ្នកណាទៅដឹងទៅថាមានមនុស្សប្រមាណអ្នកទៀតដែលត្រូវស្លាប់នោះទោះបីជាអញ្ចឹងក្តីក៏បរិសម្នាក់ហ្នឹងនៅតែមិនអាចនិយាយអ្វីបានគាត់ដឹងតែថាប្រធានក្រុមហ្នឹងនៅតែបន្តដូនេតនៅទីនេះរហូតមកទល់ឥឡូវហ្នឹងអញ្ចឹងទៅហាន់សែមគេក៏បែរជាសួរថាតើប្រធានក្រុមហ្នឹងចង់ការពារនរណាគេដែរបរិសម្នាក់ហ្នឹងក៏បានតបខ្ញុំអាចនិយាយបានថាគេចង់ការពារក្មេងៗនៅទីនេះបន្ទាប់ពីទទួលបានចម្លើយនឹងហើយហាន់សែមក៏បានយកលីសឈ្មោះរបស់ក្មេងកំព្រាហ្នឹងយកមកបង្ហាញប្រធានក្រុមតែម្ដងដែលនៅក្នុងនោះគឺមានសរុបទាំងអស់ចំនួន21នាក់ប្រធានក្រុមក៏បានប្រាប់ថាក្មេងៗទាំងនោះគឺមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយរីឯហាន់សែមក៏និយាយដែរពាក់ព័ន្ធឬមួយក៏មិនពាក់ព័ន្ធណាទុកឲ្យខ្ញុំជាអ្នកវិនិច្ឆ័យទៅចុះលោកកុំចាំបាច់មកប្រាប់ខ្ញុំលោកប្រាប់តែខ្ញុំមកថានរណាគេគឺជាឃាតករពិតប្រធានក្រុមដូចរៀង sensitive បន្តិចដែលគាត់បានឆ្លើយតបថាអញ្ចាខ្ញុំបានប្រាប់ឯងហែងតើថាខ្ញុំគឺជាអ្នកធ្វើគ្មានជាពីណាគេទៀតទេហើយឯងសូមហៅអ្នកសារព័ត៌មានមកជួបនឹងខ្ញុំមកហាន់សែមមែនណាក៏ចាប់ផ្ដើមនិយាយរៀងស្និទ្ធបងប្រាថ្នានៅសល់3ទៀតបងមនុស្ស3នាក់ទៀតនឹងត្រូវស្លាប់បើសិនជាបងមិននិយាយប្រាប់ពួកយើងឃាតកម្មដទៃទៀតនឹងកើតឡើងប៉ុន្តែប្រធានក្រុមក៏បានអះអាងប្រាប់ការសម្លាប់នឹងត្រូវបានបញ្ចប់វានឹងគ្មានបន្តទៀតឡើយនៅពេលជាមួយគ្នានឹងយើងឃើញអ៊ីណាកំពុងតែឈរមើលការសួរចម្លើយនឹងទាំងកំពុងតែវិភាគរីឯប៉ូលីសដងហូវិញគាត់ក៏នៅឈរមើលដែរលុះបានបន្តិចមកទៀតហាន់សែមក៏បានចូលមកកាន់ទីនេះហើយគេក៏និយាយថាប្រធានក្រុមមិនមែនជាឃាតករឡើយរីឯអ៊ីណានាងក៏គិតដូចគ្នាអញ្ចឹងដែរព្រោះអីពេលដែលនាងបាននិយាយថាឃាតករហ្នឹងនៅពីក្រោយនាងពេលដែលយកពូនាងស្លាប់នោះប្រធានក្រុមហ្នឹងក៏រៀងភ្ញាក់មកបន្តិចហាក់បីដូចជាគាត់មិនបានដឹងរឿងហ្នឹងអញ្ចឹងម្យ៉ាងវិញទៀតអ៊ីណានាងគិតចាញ់ថាប្រធានក្រុមគឺជាមនុស្សចិត្តល្អខ្លាំងណាស់ដល់ថ្នាក់ផ្ទះដែលខ្លួនឯងរស់នៅហ្នឹងគាត់ក៏បានឲ្យទៅកាន់ក្មេងកំព្រារស់នៅវិញរីឯខ្លួនគាត់ក៏ទៅរស់នៅในផ្ទះតូចចង្អៀតទាំងអស់នេះគឺប្រធានក្រុមហ្នឹងមិនស័ក្តិសមជាឃាតករឡើយរួចហើយទាំងអ៊ីណាហើយនិងហាន់សែមហ្នឹងគិតដូចគ្នានៅចំណុចមួយគឺប្រធានក្រុមចង់ការពារនរណាគេម្នាក់ហើយចុះម្នាក់នោះគឺជានរណាគេទៅពួកគេគឺត្រូវតែតាមដានដែលបានដឹងនៅចំណុចមួយនេះបន្ទាប់មកខាងប៉ូលីសនឹងបានឯផុតមួយថ្ងៃហ្នឹងឡើយពួកគេក៏បានសម្រេចចិត្តដោះលែងប្រធានក្រុមទៅផ្ទះទៅកុំមកចូលមកបងអាក់ឬមកក៏បងវាយដានការតាមចាប់ឃាតកររបស់ប៉ូលីសនោះហើយសំខាន់ជាងហ្នឹងខាងក្រុមប៉ូលីសគឺលែងឲ្យប្រធានក្រុមហ្នឹងចូលរួមដោះស្រាយក្តីឃាតករserial killerនឹងទៀតហើយដូច្នេះហើយប្រធានក្រុមក៏បានជិះឡានត្រឡប់មកកាន់ផ្ទះដោយពេលហ្នឹងគឺមានប៉ូលីសសារហ្នឹងតាមឃ្លាំមើលជាប់មិនឲ្យប្រធានក្រុមហ្នឹងដាច់ចេញពីកន្ទុយភ្នែករបស់ប៉ូលីសសារហ្នឹងឡើយឥឡូវយើងនាំគ្នាងាកមកមើលអ៊ីណានេះវិញនាងបានចេញមកដល់គ្រូពេទ្យប្រុសចិត្តសាហើយមកហ្នឹងគឺមកបបួលគេជាដើរលេងប៉ុន្តែគ្រូពេទ្យប្រុសក៏បានប្រាប់វិញថាគាត់ហ្នឹងមានផ្លែនហើយចង់មានអីក៏មានទៅអ៊ីណាហ្នឹងក៏បានឡើងមកជិះឡានជាមួយតែម្ដងរួចមកនាងក៏សួរគ្រូពេទ្យប្រុសថាពួកយើងបានជួបគ្នាដំបូងកាលពី5ឆ្នាំមុនមែនតើលោកស្គាល់ខ្ញុំតាមរបៀបណាទៅគ្រូពេទ្យប្រុសក៏បានប្រាប់វិញថាអ្នករួមការងារហ្នឹងគឺជាអ្នកណែនាំអ៊ីណាហ្នឹងមកឲ្យគាត់បានស្គាល់អ៊ីណាហ្នឹងព្យាបាលជំនួសគ្រូពេទ្យផ្សេងហ្នឹង5ឆ្នាំទៅហើយប៉ុន្តែពេទ្យហ្នឹងមើលអត់ជាអញ្ចឹងទៅពេទ្យមុនហ្នឹងក៏បានណែនាំឲ្យអ៊ីណាហ្នឹងបានស្គាល់ពេទ្យប្រុសហ្នឹងហើយអ៊ីណាហ្នឹងក៏បានសួរតទៀតប្រហែលជាលោកបានស្គាល់ខ្ញុំ
ខ្ញុំរួចទៅហើយតាំងពីមុនពេលដែលមានអ្នកណែនាំខ្ញុំហ្នឹងទៅកាន់លោកទៅទៀតមែនទេប៉ែតប្រុសហ្នឹងក៏បានសួរវិញថាហើយអ្វីបានជានាងចង់ដឹងអេណានាងគ្រាន់តែឆ្ងល់នាងចង់ដឹងហ្នឹងណាប៉ែតប្រុសហ្នឹងក៏បានប្រាប់វិញទៅតែគាត់មិនបានចាំឡើយព្រោះឯពេលវេលាហ្នឹងវារៀងយូរហើយដែររីឯអេណាហ្នឹងក៏បានព្យាយាមសួរតទៀតបើអញ្ចឹងតើលោកចាំថាលោកមានជំងឺណាខ្លះដែរអត់ខ្ញុំគិតថារឿងដែលក្មេងប្រុសសម្រាប់ឪពុកខ្លួនឯងនោះគឺជារឿងរបស់លោកគ្រូប៉ែនឬក៏អាចថាជាមនុស្សស្និទ្ធស្នាលគ្នាជាមួយលោកប៉ែតប្រុសក៏បានសួរបកវិញហើយអ្វីបានជានាងគិតបែបនេះអេណាក៏បានតបថាព្រោះតែគ្រូប៉ែនមិនត្រូវនិយាយពីអ្នកជំងឺរបស់ពួកគេទេខ្ញុំកម្រឃើញអ្នកគ្រូលីនិយាយរឿងអ្នកជំងឺផ្សេងដូចជាលោកគ្រូណាប៉ែតប្រុសក៏គ្រាន់តែនិយាយវិញថាវាជាកំហុសរបស់គាត់មិនគួរណានិយាយឡើយបន្ទាប់មកអេណាក៏បានសួរថាតើនៅថ្ងៃហ្នឹងប៉ែតប្រុសហ្នឹងមានផ្លែនអីគេដែរប៉ែតប្រុសហ្នឹងអត់ឆ្លើយទៀតហើយគាត់ក៏សួរថាហើយអ្វីបានជាគាត់ហ្នឹងត្រូវប្រាប់អេណានោះអេណាក៏និយាយវិញទៅព្រោះតានាងគិតថាពួកគេទាំងពីរហ្នឹងរៀងស្និទ្ធគ្នាដែរចម្លើយមួយនេះក៏បានធ្វើឲ្យប៉ែតប្រុសហ្នឹងសើចអេណានិយាយមកដូចតំណងម៉ែសុទ្ធតែស្និទ្ធគ្នាធ្វើដូចជាពួកម៉ាក់នឹងគ្នាអញ្ចឹងតាមពិតទៅគឺជាប៉ែតហើយនឹងអ្នកជំងឺសោះបន្ទាប់មកប៉ែតប្រុសហ្នឹងក៏សួរថាតើឲ្យគាត់ហ្នឹងតំណែងអេណានៅណាដែរចាំគាត់ហ្នឹងឈប់ឡានឲ្យទៅចោហើយសាច់រឿងក៏បានកាត់មកនៅព្រឹកបន្ទាប់ទៀតយើងឃើញអេណាបានតែទូរស័ព្ទទៅនិយាយគ្នាជាមួយនឹងហានសែមពីរឿងករណីរបស់ប្រធានក្រុមហ្នឹងទន្ទឹមពេលហ្នឹងដែរប៉ូលីសណាក៏បានតែមករកហានសែមដូចគ្នាដោយប៉ូលីសណាចង់ប្រាប់ថាប្រធានក្រុមបានចាប់ផ្ដើមចេញសកម្មភាពហើយដោយប្រធានក្រុមហ្នឹងចេញឡានទៅណាក៏មិនដឹងដែរអញ្ចឹងហើយពួកគេជាប៉ូលីសស៊ើបអង្កេតហ្នឹងត្រូវតែតាមដានឲ្យជាប់ហើយពេលដែលហានសែមបានដឹងដំណឹងហ្នឹងហើយគេក៏បាននិយាយរឿងហ្នឹងតើអេណាបានដឹងដូចគ្នាអេណានាងក៏និយាយវិញថាគេចេញសកម្មភាពលឿនជាការរំពឹងទុករបស់ខ្ញុំទៅទៀតឥឡូវយើងនាំគ្នាមកមើលប្រធានក្រុមតែម្ដងទៅគាត់មិនមែនមិនដឹងទេថាពេលនេះមានអ្នកកំពុងតែជិះឡានតាមគាត់ពីក្រោយប៉ុន្តែគាត់ដូចជាមិនបានខ្វល់ឡើយចង់តាមអីក៏តាមទៅចុះគាត់នៅតែបន្តជិះឡានទៅខាងមុខទៀតហើយបើយើងមើលតាម map ដែលគាត់បានដើរនៅក្នុងទូរស័ព្ទនោះគាត់ហាក់ដូចជាជិះទៅរកនរណាគេម្នាក់ដែលគាត់បាន track location ហើយសាច់រឿងក៏បានកាត់មកទីវាលដែលធំធេងមកកន្លែងនេះយើងឃើញមានមនុស្សប្រុសពីរនាក់ហ្នឹងបានណាត់ជួបគ្នាដោយបារម្ភម្នាក់នេះគាត់គឺជាចៅហ្វាយខេតរីឯបារម្ភដែលពាក់មួកហ្នឹងយើងមិនទាន់បានដឹងពីតួនាទីរបស់គាត់ឡើយយើងដឹងតែថាគាត់គឺជាអ្នកមានម្នាក់ដែលគាត់មានឈ្មោះថាសាងបុំពួកគេតាំងពីអ្នកមកកាន់ទីនេះគឺពួកគេមកបោះបាញ់សត្វលេងជាមួយគ្នាកំសាន្តអារម្មណ៍និយាយទៅតនេបានយកបាបដាក់ខ្លួនបារហើយហើយចំពោះដីដែលធំល្វឹងល្វើយដែលពួកគេហ្នឹងបានមកបោះបាញ់នេះវាគឺជាដីរបស់ពូសាំងបូមទាំងអស់លុះពេលដែលពូសាំងបូមហ្នឹងគាត់បាញ់បានសត្វមួយគាត់ក៏បានថតរូបទុកជាអនុស្សាវរីយ៍នៅខណៈហ្នឹងដែរយើងក៏បានឃើញប្រធានក្រុមហ្នឹងជិះឡានមកដល់ទីនេះល្មមឯប៉ូលីសសានវិញក៏បានជិះឡានមកដល់ហ្នឹងដូចគ្នាដែរគេក៏បានទូរស័ព្ទប្រាប់ពីទីតាំងរបស់ប្រធានក្រុមហ្នឹងតែឲ្យហានសែមបានដឹងស្រួលឲ្យហានសែមហ្នឹងជិះមកតាមកុំឲ្យខុសផ្លូវបន្តមកទៀតប៉ូលីសសានក៏បានដើរតាមប្រធានក្រុមហ្នឹងពីក្រោយជាប់បានបន្តិចមកគាត់ក៏បានលឺស្នូកំភ្លើងពី3ផងហើយសំឡេងហ្នឹងក៏ធ្វើឲ្យប៉ូលីសសានហ្នឹងងាកមើលអូតូតែម្ដង reflex មនុស្សយើងគឺអញ្ចឹងឯងតែលឺសូរសំឡេងនៅណាហើយគឺងាកទៅនងផ្លែតដល់ពេលដែលប៉ូលីសសានហ្នឹងងាកមករកប្រធានក្រុមវិញស្រាប់តែបាត់បានហើយប្រធានក្រុមហ្នឹងដើរទៅផ្លូវណាផ្លូវណីអញ្ចារំពេចហ្នឹងដែរប្រធានក្រុមក៏បានហក់មរិតក៏ប៉ូលីសសានហ្នឹងទាល់តែស្លាប់បានគាត់អត់បានសម្លាប់ប៉ូលីសសានទេគាត់គ្រាន់តែឲ្យប៉ូលីសសានហ្នឹងសម្លាប់តែប៉ុណ្ណោះរួចមកគាត់ក៏បានយកកំភ្លើងរបស់ប៉ូលីសសានហ្នឹងយកមកប្រើប្រាស់ដែលគាត់បានដើរសម្ដៅទៅរកចៅហ្វាយខេតហើយនឹងពូសាំងប៊ុំប្រធានក្រុមក៏បានព្យាយាមសម្លឹងមើលនៅជុំវិញទីនេះគាត់ក៏ប្រទះភ្នែកឃើញមនុស្សម្នាក់ដែលកំពុងតែភ្ជុំកំភ្លើងហ្នឹងសម្ដៅទៅកាន់ពីអ្នកប្រុសៗនោះប្រធានក្រុមគាត់ធ្វើអីអត់តាន់អញ្ចឹងទៅមានតែគាត់ហ្នឹងបាញ់កំភ្លើងទៅលើមកគ្រាប់នេះគឺជាការបាញ់បង្អើលហើយប្រធានក្រុមក៏បានស្រែកឲ្យប្រុសៗហ្នឹងក្រាបចុះទៅគាត់ថែមទាំងបានរត់ទៅរកប្រុសៗឡើងពេញមួយទំហឹងហើយពេលហ្នឹងគាត់ក៏ត្រូវមកគ្រាប់របស់ពូសាំងប៊ុំបារហើយនៅពេលជាមួយគ្នានេះទៀតសោតហានសែមគេក៏បានជិះឡានមកដល់ល្មមមកដល់ភ្លាមគេក៏បានលឺស្នូគ្រាប់កំភ្លើងបែបនេះគេក៏បានលបដើរទៅតាមស្នូគ្រាប់ទាំងនោះគេក៏បានប្រទះឃើញប្រធានក្រុមកំពុងតែដេកដួលទាំងខ្លួនមានរបួសហើយអ្វីដែលហានសែមធ្វើមុនគេគឺគេប្រញាប់ទៅរកឡានសង្គ្រោះរីឯប្រធានក្រុមវិញគាត់រៀងនៅសេសើហើយពេលដែលគាត់និយាយមុនគេគាត់បានសួរថាតើជនរងគ្រោះនៅរស់ដែរអត់យើងព្យាយាមបញ្ឈប់ដែរតែយើងមិនអាចបញ្ឈប់បានហានសែមក៏កលេចទៅជ្រុងម្ខាងទៀតគេក៏បានឃើញមនុស្សប្រុសម្នាក់ហ្នឹងកំពុងតែដេកដួលគេក៏មិនទាន់ដឹងដែរថាបរិសម្នាក់នោះស្លាប់ឬមួយក៏រស់រួចហើយហានសែមក៏បានសួរទៅកាន់ប្រធានក្រុមបងប្រឹងខ្លាំងមកដល់ពេលហ្នឹងតើបងចង់ការពារនរណាគេហ៎ប្រធានក្រុមក៏បាននិយាយតមួយថាបងសុំទោសហានសែមទាំងអស់នេះគឺវាចាប់ផ្ដើមចេញពីបងជនរងគ្រោះដែលស្លាប់ទាំងអស់នោះគឺសុទ្ធតែជាមនុស្សថោកទាបមនុស្សអាក្រក់ខ្លាំងណាស់រឿងចាប់ផ្ដើមគឺដោយសារតែអ្វីដែលបងបានធ្វើវាមិនមែនជាកំហុសរបស់ក្មេងដល់កំសត់នោះឡើយហានសែមគេក៏បានសួរបញ្ជាក់ថាតើប្រធានក្រុមហ្នឹងនិយាយសម្ដៅទៅដល់ពីណាគេដែរប្រធានក្រុមគ្រាន់តែតបថាស៊ីនដុងហាសៅជីននិយាយបានតែប៉ុណ្្នឹងទេប្រធានក្រុមហ្នឹងក៏បាត់មាត់បាត់កបានហានសែមក៏ព្យាយាមស្រែកឲ្យប្រធានក្រុមតាំងទឹកភ្នែកទឹកសបោប៉ុន្តែគេនៅតែមិនបានឮសម្ដីអ្វីចេញពីមាត់របស់គាត់តតែសោះប្រធានក្រុមគាត់ក៏បានផុតដង្ហើមនៅពេលនេះបានលុះបានមួយសន្ទុះក្រោយមកយើងក៏ឃើញមានទាំងប៉ូលីសហើយនិងអ្នកសារព័ត៌មានហ្នឹងបានចុះមកកាន់ទីនេះឡើងប្រងព្រាតអ៊ីណែនេះវិញនាងក៏បានមកដូចគ្នាអត់មកមិនបាននាងក៏បានដើរសម្ដៅទៅកាន់កន្លែងកើតហេតុនោះនាងក៏ឃើញហាន
แซมអង្គុយតែម្នាក់ឯងឡើងចងក់ងក់អញ្ចឹងទៅនាងក៏បានអង្គុយក្បែរដោយនាងបានជួយលងលោមតែងទួចនាងឯខ្នងគេតែងអញ្ចឹងណារីឯហានសែមគេតាំងស្មារតីមកធម្មតាវិញបានហើយគេក៏បាននិយាយប្រាប់អ៊ីណាថាពាក្យចុងក្រោយរបស់ប្រធានក្រុមគឺស៊ីនដងហាសៅជីនហើយរឿងក៏បានកាត់មកបង្ហាញបញ្ជនរងគ្រោះឯនេះវិញគាត់ត្រូវបានគ្រូប៉ែនកំពុងតែជួយសង្គ្រោះដែលម្នាក់នោះគឺជាពូសាំងប៊ុំជនរងគ្រោះសារនេះនៅមានជីវិតតែឥឡូវយើងនាំគ្នាបកមកមើលនៅឯប៉ុស្តិ៍ប៉ូលីសឯណាពួកគេទាំងអស់កំពុងតែមកជួបប្រជុំគ្នាដោយពួកគេបានលើកឡើងជាសំណួរថាហេតុអ្វីបានជាប្រធានក្រុមដឹងថាឃាតករហ្នឹងនឹងចេញសកម្មភាពនៅកន្លែងណាបន្ទាប់ចម្លើយនោះគឺប្រធានក្រុមបានចាប់ location របស់ឃាតករនោះហើយទូរស័ព្ទរបស់ប្រធានក្រុមគឺបានបាត់ទៅហើយខាងប៉ូលីសគឺមិនបានរកឃើញនៅកន្លែងកាត់ហេតុទេអញ្ចឹងគឺឃាតករនោះច្បាស់ជាយកទៅនឹងឯងដូច្នេះហើយពួកគេត្រូវតែតាមរកទូរស័ព្ទរបស់ប្រធានក្រុមហ្នឹងឲ្យបានឃើញមកវិញតើកាលណាដែលពួកគេរកឃើញហើយគឺដូចបានរកឃើញឃាតករអញ្ចឹងរួចចោះចបាយខែដែលបានឃើញរឿងកាត់ឡើងហ្នឹងតើគាត់ហ្នឹងទៅណាបាត់ទៅគឺចបាយខែហ្នឹងគាត់នៅផ្ទះហ្នឹងឯងពេលដែលកំពុងតែកើតហេតុហ្នឹងគាត់ភ័យខ្លាំងពេកគាត់ក៏បានរត់យកព្រះអាយុតែម្នាក់ឯងបានអញ្ចឹងហើយគាត់បានស្លាប់ឡើយគាត់នៅមានជីវិតរស់រានតាមធម្មតាលុះពេលដែលការប្រជុំនឹងចប់ហានសែមក៏បានចេញមកមើលសាំងប៊ុំនៅឯមន្ទីរពេទ្យដែលនៅហ្នឹងគឺមានប៉ូលីសហ្នឹងមកយាមកាមអីត្រឹមត្រូវខ្លាចតែថាឃាតករហ្នឹងចូលមកបង្ហើយជីវិតរបស់គាត់មកបំបិទមាត់គាត់ចោលអីអញ្ចឹងណានៅកំឡុងពេលហ្នឹងផងដែរយើងក៏លេចមកខាងសារព័ត៌មានឯណាពួកគេគឺបានចុះផ្សាយពីប្រស្នារបស់ឃាតករហ្នឹងជាសាធារណៈទីបំផុតទៅដែលចិត្តបង្ហាញឲ្យមហាជនបានឃើញហ្នឹងអ្នកសារព័ត៌មានក៏បាននិយាយទៀតថាបើសិនជាមាននរណាគេបានដឹងរឿងអ្វីមួយអាចតាក់ទងមកឲ្យព័ត៌មានហ្នឹងមកកាន់ពួកគេបានពួកគេគឺស្វាគមន៍24ម៉ោងចំណែកឯប៉ូលីសយន្តពេលដែលគាត់បានឃើញព័ត៌មានហ្នឹងភ្លាមគាត់ក៏បានមកសួរថាតើនរណាគេហ្នឹងបញ្ចេញរឿងនេះទៅឲ្យព័ត៌មានបានដឹងអ្នកមានខ្លួនក៏ចេញមកម្នាក់នោះដែរគឺជាអ៊ីណានារីក្លាហាននោះអីដោយមុនហ្នឹងនាងបានគិតគ្នាជំនឹងហានសែមរួចទៅហើយនាងចង់ប្រើប្រាស់ប្រស្នាហ្នឹងវាយបកទៅកាន់ឃាតករវិញម្យ៉ាងទៀតប្រធានក្រុមក៏ចង់ចុះផ្សាយរឿងហ្នឹងជាសាធារណៈដែរនាងក៏បំពេញបំណងរបស់គាត់ទៅចុះមួយវិញទៀតប្រធានក្រុមច្បាស់ជាមានហេតុផលហើយដែលគាត់ហ្នឹងចង់ឲ្យអ្នកសារព័ត៌មានបានដឹងនោះហើយសាច់រឿងក៏បានកាត់មកនៅថ្ងៃបន្ទាប់អ៊ីណាក៏បានតែទៅរកហាន់សែមទាំងព្រឹកដែលនាងបានប្រាប់គេថាប្រាស្នាបានចេញមកមួយទៀតហើយគ្រាន់តែបានលើអញ្ចឹងភ្លាមហាន់សែមហ្នឹងក៏បានរត់ទៅមើលពូសាំងប៊ុំនឹងផ្លែតប៉ុន្តែមើលទៅគាត់ដូចជាមិនបានកាត់អីផងដល់អញ្ចឹងហើយគេក៏បានចុចបើកទូរទស្សន៍មើលសារព័ត៌មានដោយប្រាស្នាហ្នឹងគឺបានផ្ញើទៅកាន់ខាងសារព័ត៌មានតែម្ដងសារនេះដែរឃាតករហ្នឹងបានផ្ញើទៅអ៊ីណាទៀតទេហើយមិនយូរប៉ុន្មានឡើយពូសាំងប៊ុំក៏បានចាប់ផ្ដើមធ្វើទុកគាត់ក៏បកៃឡើងធឺធឺនហាន់សែមបានឃើញបែបនេះនៅចំពោះមុខគេពិតជាភ័យខ្លាំងណាស់ហើយភាគនេះក៏បានស្លេះត្រឹមតែប៉ុណ្ណឹងបានអូខេរងចាំជួបជាមួយអ្នកមិញថៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអញ្ញង